Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BR របស់ខ្ញុំចាសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការសម្រាយរឿង Sketch Jijo EP 1ឲ្យអ្នកទាំងអស់គ្នាបានទស្សនាចាសម្រាប់រឿងមួយនេះគឺជារឿងបែបតួថោរបស់យើងបានចូលតួបថលដើម្បីមកធ្វើជាសង្សាររបស់គាត់ចាកុំឲ្យខាត់ពេលវេលាយូរឥឡូវទៅធ្វើការស្ដាប់ខ្ញុំសម្រាយហ្មងទៅចាសម្រាប់ភាគមួយនេះដែរយើងក៏បានឃើញថាតួប្រុសរបស់យើងទាំងពីរនាក់គាត់កំពុងតែណាត់គ្នាអង្គុយនៅហាងមួយកន្លែងដើម្បីនិយាយរឿងអ្វីមួយចានេះគឺជាតួថោរបស់យើងដែលគាត់មានឈ្មោះថាចាយរងបាននិយាយថាខ្ញុំធ្លាប់បានជួបលោកពីមុនមកអត់តួបថលរបស់យើងដែលមានឈ្មោះថាលូសែលក៏បានតបវិញថាប៉ិតមែនហ៎អាចមកពីខ្ញុំមកដូចរ៉េនដឹងលោកនេះដូចជាមានភាពជឿជាក់លើខ្លួនឯងសម្បើមណាស់បាទប៉ិតមែនហើយកាលខ្ញុំរៀននៅមហាវិទ្យាល័យណាខ្ញុំធ្លាប់ចូលរួមសម្ដែងក្នុងក្រុមជាញឹកញាប់ហើយធ្លាប់ទៅធ្វើការសម្ដែងនៅ NHK សម្រាប់ថ្ងៃ anniversary របស់ពួកគេផងដែរអញ្ចឹងបញ្ជាក់ថាលោកជាអ្នកសម្ដែងដែលមានបទពិសោធន៍មកច្រើនហើយលូសែលដាក់ខ្លួនបន្តិចក៏អាចនិយាយថាបានអញ្ចឹងហើយចូលលោកគិតថាលោកអាចសម្ដែងបានគ្រប់ទម្រង់អត់ប៉ុន្តែគ្មានបញ្ហានោះទេលូសែលនិយាយទាំងស្ទាក់ស្ទើរបន្តិចបើអញ្ចឹងលោកអាចមកធ្វើជាសង្សាររបស់ខ្ញុំបានអត់លូសែលស្ដាប់ហើយរៀងឆ្ងល់ចង់អត់ទៅខ្លួនឯងនឹងតួប្រុសទៅវិញទៅមកតើលោកចាប់អារម្មណ៍ជាមួយនឹងរឿងបែបនោះមែនលោកគិតច្រើនពេកហើយមនុស្សប្រុសក៏ខ្ញុំមិនចាប់អារម្មណ៍ដូចគ្នាបន្ទាប់មកពួកគាត់ក៏បានទៅផ្ទះរបស់ចាយរងបាននិយាយថាការមកបន្លំធ្វើជាសង្សាររបស់ខ្ញុំរឿងនេះក៏វាជារឿងដែរពិបាកខ្លាំងសម្រាប់ខ្ញុំដែលត្រូវសម្រេចចិត្តបើពួកយើងធ្វើមិនបានសម្រេចទេនោះចឹងមានន័យថាទាំងលោកហើយនឹងខ្ញុំនឹងស្ថិតក្នុងអន្តរាយជាមិនខានអូយល់ហើយដូចជានៅក្នុងរឿងរបស់ Zhao Xingqi King of Comedy មែនឬដូចរឿង007ខ្ញុំមិនអាចបញ្យល់លោកច្រើនជាងនឹងបាននោះទេលោកចង់យល់ទៅផ្លូវហ្នឹងក៏បានក្នុងអំឡុងពេលធ្វើតាមកិច្ចសន្យាលោកត្រូវតែធ្វើតាមការរៀបចំទាំងអស់ពេលវេលារបស់លោកទាំងអស់គឺវាស្ថិតក្នុងការសម្រេចចិត្តរបស់ខ្ញុំខ្ញុំសង្ឃឹមថាការសហការរបស់យើងនឹងស្ថិតក្នុងចំកណ្ដាលស្មើគ្នាអញ្ចឹងខ្ញុំនឹងឲ្យតម្លៃមួយដែលធ្វើឲ្យលោកបដិសេធខ្ញុំមិនបានស្ដាប់មើលទៅដូចជាល្អដល់ហើយបើអញ្ចឹងនោះយើងមកនិយាយឲ្យច្បាស់ទៅនៅអាផាតមិននេះមាន2បន្ទប់លោកគេនៅក្នុងបន្ទប់ទទួលភ្ញៀវនៅលើថាមីតែលោកមិនអាចទុករបស់នៅក្នុងនោះបាននោះទេយល់ហើយបានមិនឲ្យអ្នកផ្សេងឃើញថាពួកយើងគេបន្ទប់បែកគ្នាមែនឆ្លាតលូសែលអោនគោរពតែនិយាយច្រើនពេកលូសែលទម្លាក់ទឹកមុខបន្តិចមិញសរសើរឯងសោះឥឡូវមកជេរឯងវិញខ្ញុំអត់ចូលចិត្តមនុស្សនិយាយច្រើននោះទេលូសែលយកដៃរូតបិទមាត់ឈប់និយាយបានហើយនៅក្នុងភាគី B ក្នុងកិច្ចសន្យាខ្ញុំអនុញ្ញាតឲ្យលោកសួរពីសំណួរលូសែលសប្បាយចិត្តបន្តិចចឹងយើងចាប់ផ្ដើមការងារថ្ងៃណាខ្ញុំកំពុងតែសម្រេចចិត្តចោះបានហើយគ្រប់ពីសំណួរហើយមានរឿងសំខាន់មួយទៀតមានអីមែនលោកក៏គឺហាមលងស្រឡាញ់ខ្ញុំជាដាច់ខាតលូសែលអស់សំណើចហួសចិត្តបន្តិចរឿងនឹងលោកមិនបាច់បារម្ភនោះទេយប់ឡើងពួកគាត់ក៏បានមកអង្គុយធ្វើការជាមួយនឹងគ្នានៅក្នុងបន្ទប់ពេលនោះលូសែលក៏បានសួរបោះហាខ្ញុំសុំសួរអីបន្តិចមើលសំណួររបស់លោកតាក់ទងនឹងកិច្ចសន្យាអនប្រកាសហើយចឹងលោកមានពេល2នាទីតើលោកមានរាសីនិងគ្រប់ឈាមអីដែរលោកកំពុងតែត្រូវខាតបង់ពេល2នាទីហើយជាមួយនឹងសំណួរដែលគួរឲ្យធុញទ្រាំបែបនេះគួរឲ្យធុញទ្រាំមែននេះខ្ញុំមកសម្ដែងធ្វើជាសង្សាររបស់លោកណាខ្ញុំត្រូវដឹងពីនិស្ស័យរបស់លោកខ្លះហើយបើមានគេសួរឆ្លើយអត់ត្រូវរឿងអាចនឹងបែកការបានសម្រាប់សំណួររបស់លោកអាចទៅធ្វើការសើចតាមអ៊ីនធឺណិតបានខ្ញុំឈ្មោះលាវចាយរងជាអ្នកស្នងមរតកក្នុងក្រុមហ៊ុនល្បីឈ្មោះក្នុងប្រទេសលូសែលញញឹមបន្តិចអូខេបូសខ្ញុំនឹងរងចាំមើលការសម្ដែងរបស់លោកលូសែលញញឹមចុងមាត់ចាំមើលទៅដឹងហើយព្រឹកឡើងពួកគាត់ក៏បានអង្គុយញ៉ាំបាយលូសែលញ៉ាំឡើងទំនងតែម្ដងចំណែកឯចាយរងវិញក៏បានអង្គុយមើលគេខ្ញុំមិនដែរញ៉ាំណាតូទេអូលូសែលអត់ខ្វល់ខ្ញុំប្រាប់ថាខ្ញុំមិនធ្លាប់ញ៉ាំណាតូទេនំប៉័ងមានតើឆ្ងាញ់ទៀតញ៉ាំច្រើនទៅអ្វីដែលខ្ញុំចង់និយាយនោះគឺលោកក៏មិនគួរញ៉ាំដូចគ្នាលូសែលឈប់ញ៉ាំធ្វើខ្លួនអត់សូវត្រូវបោហាពីអ្នកអាជីពក្នុងការសម្ដែងខ្ញុំនឹងប្រឌិតនៅរឿងរ៉ាវស្នេហារវាងខ្ញុំហើយនឹងលោកឡើងមកលោកចង់ស្ដាប់អត់ចាយរងញញឹមបន្តិចបានខ្ញុំជាអ្នកធ្វើការក្រៅម៉ោងនៅឯបារមួយកន្លែងហើយលោកគឺជាជនបរទេសដែលបានធ្វើដំណើរឆ្លងកាត់ហើយនៅថ្ងៃនោះលោកផឹកច្រើនណាស់លោកក៏បានផ្លេចកាបូបលុយនៅឯបារខ្ញុំជាអ្នករកបានហើយក៏ប្រញាប់យកទៅឲ្យលោកហើយថ្ងៃនោះក៏មានព្រិលធ្លាក់មកជាច្រើនលោកបានឈរក្រោមព្រិលតែម្នាក់ឯងសម្លឹងទៅឆ្ងាយជាមួយនឹងខ្សែភ្នែកដល់ទទេស្អាតក្នុងចិត្តរបស់លោកបានគិតថាលើលោកនេះមានអ្វីសេះសល់សម្រាប់លោកទៀតនោះទេចាយរងនិយាយពិតជាបង្កើតរឿងបានមកភ្លាមមែនតែខ្ញុំចូលចិត្តស្ដាប់មើលទៅដូចជាកំពុងតែយល់សប្តិលូសែលញញឹមបន្តិចអូពិតមែនហើយខ្ញុំនៅមានមួយសំណួរទៀតចង់សួរសំណួរអីទៅតើអ្នកណាគេសូននិងអ្នកណាមួយទៅអូនិយាយឲ្យស្រួលស្ដាប់ទៅតើអ្នកណានៅលើហើយអ្នកណានៅខាងក្រោមទៅចាយរងអស់សំណើចលូសែលសួរតើសំណួរនឹងវាគួរឲ្យអស់សំណើចមែនលោកសាក់មើលលក្ខណៈសម្បត្តិរបស់ខ្ញុំមើលចង់ឲ្យខ្ញុំសម្ដែងជាតួប្រពន្ធមិនហេតុអីក៏ថាមិនបាននោះចុះបើបែបនឹងមែនប្រសិនបើខ្ញុំដើរតួជាប្រពន្ធរបស់លោកនោះតើលោកនឹងធ្វើអ្វីមកលើខ្ញុំណែគាត់អត់មែននិយាយតែមាត់នោះទេគឺថាកែវភ្នែករបស់គាត់ឡើងមានគំនិតគិតដល់រឿងនោះតែម្ដងលូសែលញញឹមបន្តិចក៏បានដើរទៅរកចាយរងនិងបានចាប់ចង្ការនេះឡើងឧទាហរណ៍គឺបែបនេះគាត់ក៏បានអោនមុខទៅជិតមុខរបស់ចាយរងដល់គេហ៊ានអញ្ចឹងចាប់ផ្ដើមកិច្ចមុខចេញលោកនេះពិតជាអ្នកសម្ដែងអាជីពពិតមែនតែរឿងនេះកុំតប្រញាប់សម្រេចចិត្តអីចាំយើងនិយាយគ្នាពេលក្រោយយីតែបន្តិចទៀតដឹងហើយថាអ្នកណាលើអ្នកណាក្រោមនោះអូខេអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាបាយ